ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមយើងបើក TikTok ទៅឃើញពួកកម្ពុជាក្បត់ជាតិកម្ពុជាលើកដីឲ្យគេខាងលេងហៅខ្មែរសរិនហើយសៀមសរិនដែលពួកគេក្តៅកាហាយជាមួយលោកតាសុចដែលលោកតាសុចលោកមានសង្ឃដីកាថាបើនិយាយមិនស្ដាប់ទេបាញ់ឲ្យងាប់អស់ទៅព្រោះគាត់ហេតុអីបានលោកមានប្រសាសន៍បែបនេះពីព្រោះលោកដឹងថាទាហានដែលសៀមបញ្ជូនយកមកឲ្យតទល់នឹងកម្ពុជាយើងនេះគឺសុទ្ធតែអតីតជាខ្មែរសូរិនប៉ុន្តែសុទ្ធតែជាកូនខ្មែរសូរិនខ្មែររយ៉ងខ្មែរស៊ីសកេតស៊ីអីហ្នឹងទាំងអស់ហ្នឹងគេបញ្ជូនយកមកឲ្យតទល់ស្មើនឹងគេឲ្យខ្មែរសម្រាប់ខ្មែរហើយដូច្នេះហើយទៅលោកឈឺចាប់លោកបានលោកមានការព្រៀនប្រដៅទៅលើពួកគាត់ប៉ុន្តែពួកនោះអត់ស្ដាប់ទេឥឡូវពេលដែលលោកចេញមកនៅកម្ពុជាកណ្ដាលយើងនេះសម្ដេចត្បិនដីទទួលយកហើយពួកគេកំពុងតែក្តៅក្រហាយយ៉ាងខ្លាំងឥឡូវបងប្អូនសូមស្ដាប់ពួកគេគង់លោកយ៉ាងគេថាអញនៅមកទេបើមកជាអាស៊ុយខ្មែរវាសៀមនេះជាខ្មែរអីក៏បើតែមើលប៉ាទេចង់បានលូតតាស៊ូចយកទៅអញមិនថាអុយទេអារែងតែមកចង់បានផ្សាត់នោះចង់បានត្រោះចង់បានត្រេះវាមិនមែនចង់បានតខិនគីเฮ้ยស៊ុយอะไรคุณพูดก็พูดนะស៊ុយเป็นพระไอ้พูดก็พูดดีๆนะស៊ុយเกิดหมูนองสระแผ่นดินซีมนี้ก็ไม่ตัวใหญ่จ้มันชอบเกิดมาในแผ่นดินไทยอ่ะสวัสดีลูกตาซุยใหญ่หน้าสมเบิมเลยฮะขมาโมบังมาพองเด้อนี่ขมามันเสร็จนี่เราภูเก็ตโมบังเงี้ยมาเลยกลับสมองกลับเคลื่อนมาดิ่งนี่ปูนี่กระทาบังนี่กระซังนี่เราทาสวัสดิ์ซุยเองนกเพนเฮ้ยมาหมดที่มือข่าวขโมยไม่อาสุดเฮยเวียเลิงนะขโมยสุดได้ខ្មែរស្រិនเนี่ยខ្មែរក្រមដាច់គ្នាទៅដើប្រាប់អុយភាសាក៏អ្នកមកភាសាស្ដាប់គ្នាក៏មិនដេញរឿងអញ្ចឹងហើយតើខ្មែរកណ្ដាលពួកយើងគួរទុកគេជាបងជាប្អូនជាខ្មែរតែមួយទៀតដែរឬទេទាំងដែលពួកគេមួយចំនួនធំនោះប្រវត្តិសាស្ត្រពូជពងចដូនចតាគេក្បត់ខ្មែរយើងយកទឹកដីទៅឲ្យសៀមដើម្បីសុំការជ្រកកោនគ្រាន់តែមានជនជាតិជាសៀមសញ្ជាតិកម្ពុជាប៉ុណ្ណឹងគេប្រគល់ដីប្រមាណខេត្តដែលបាត់បង់ទៅសៀមនោះហើយគេតាំងខ្លួនគេជាសៀមរហូតមកតាំងពីចដូនចតាគេរហូតមកដល់ពេលនេះតើយើងគួរទុកពួកគេជាខ្មែរទេហើយរហូតដល់ពេលនេះនៅពេលដែលផ្ទុះសង្គ្រាមនេះយើងក៏បានឃើញហើយសន្តានចិត្តពួកគេចំពោះយើងយ៉ាងម៉េចគឺភាគច្រើនគេស្អប់យើងអញ្ចឹងដូនតាយើងបានព្រៀនបដៅនឹងបដិចិត្តគំនិតមកឲ្យពួកយើងទុកពួកគេជាខ្មែរតែមួយនេះវាអត់ត្រូវតតែសោះគេមើលស្រាលយើងរហូតហើយបើដូនតាគេសុកចិត្តរណប់ហើយនឹងប្រគល់ទឹកប្រគល់ដីឲ្យសៀមហើយសុំត្រឹមតែរស់នៅក្រោមបញ្ជារបស់គេក្រោមគំនាបរបស់គេឲ្យតែបានឈ្មោះថាជាជនជាតិសៀមប៉ុន្តែសញ្ជាតិនៅតែកម្ពុជាដដែលប៉ុណ្ណឹងតែពួកគេសពថ្ងៃនេះគេអត់ដែលតាំងខ្លួនគេជាខ្មែរទេគេតាំងខ្លួនគេជាសៀមតើយើងត្រូវគិតយ៉ាងម៉េចយើងត្រូវរាប់រកគេទុកគេជាបងប្អូនទុកគេជាសាច់ឈាមទុកគេជាខ្មែរតែមួយទៀតដែរឬយ៉ាងណាខ្ញុំអត់មានការជឿចាប់អីទេព្រោះក្នុងចិត្តខ្ញុំពេលដែលផ្ទុះរឿងនេះមកខ្ញុំដឹងខ្លួនខ្ញុំមិនទុកពួកគាត់តែសម្រាប់ខ្លួនខ្ញុំឯណាមិនមែនជានិយាយនេះមិនមែនបំផុសចិត្តកំណត់ប្រជាពលរដ្ឋឲ្យស្អប់ពើតែយើងពិចារណាដោយខ្លួនឯងរៀងខ្លួនថាគេស្អប់យើងប៉ុណ្ណាបើអាសៀមនោះវាស្អប់យើងអត់បញ្ហាទេនេះជាឈាមជ័រយើងដែលក្បត់យើងហើយគេស្អប់យើងទៀតអញ្ចឹងតើយើងគួរតែធ្វើតាមដូនតាយើងឬមួយយ៉ាងណាមកដល់បច្ចុប្បន្ននេះលោកតាសុចលោកអត់ចង់ឲ្យពួកយើងខ្មែរកណ្ដាលនេះនិងខ្មែរសូរិនខ្មែរលើនឹងបាញ់គ្នាទេពីព្រោះពួកនោះជាទាហានដែលគេបញ្ជូនមកនោះមិនមែនជាជនជាតិសៀមទេជនជាតិសៀមខ្លះប៉ុន្តែវាមិនច្រើនដូចជនជាតិសូរិនជនជាតិខ្មែរលើទាំងអស់នឹងទេខ្មែរលើមកធ្វើទាហានដល់ពេលបាញ់គ្នាសម្រាប់ខ្មែរគ្នាឯងទៅលោកមានសង្ឃដីកាថាបើនិយាយមិនស្ដាប់ទេបាញ់ឲ្យស្លាប់អស់ទៅហើយអ្នកណាដែលស្លាប់គឺខ្មែរសូរិនអញ្ចឹងហើយឥឡូវគេបន្ទោសស្រាយជាមួយលោកខ្លាំងណាស់អញ្ចឹងយើងគួរពិចារណាយ៉ាងម៉េចមិនមែនខ្ញុំនិយាយនេះកាន់ជើងលោកទេក៏ប៉ុន្តែវាស្មើនឹងគេស្អប់គេសម្ដែងនៃកាយវិការតាម TikTok ឬអាពួកទាហានអីវានិយាយចេញមកគឺសិតតែជាខ្មែរសូរិនដូចគ្នាគាត់សិតតែខ្មែរសូរិនប៉ុន្តែសម្ដែងចេញមកគឺស្អប់ខ្មែរយើងអញ្ចឹងយើងគួរតែពិចារណាសម្រាប់ខ្ញុំលែងជាបងប្អូនខ្ញុំហើយបាទអរគុណច្រើន